នៅសម័យអង្គរមានភូមិសំរងថ្មដំរីទាហានខ្មៅការពារព្រំដែនមនុស្សខ្លាចចោលទំនើបពាក់អាវក្រហមរបាំងមុខគេហៅថាអ្នកក្លាហានរបាំងមុខគេលេចមុខពេលអយុធធម៌មនុស្សឆ្មៅថាគេជាមនុស្សឬខ្មោចពេលយប់ឬតែដាវនឹងភ្លើងពីបាំងមុខអ្នកធ្វើអាក្រក់តែងស្លាប់ដោយអាចកំបាំងនគរនោះមានស្រីស្ដេចសុជាតាចិត្តល្អបងនាងចន្ទរតនៈខូខើបង្ខំប្រជាជនសំប្រាក់ប្រជាជនស្លាប់រស់ខ្វះសិទ្ធិជ័យវរាទាហានក្មេងពូកែដាវដូចខ្យល់គេគោរពសុជាតាជួយតបតែយប់គាត់បាត់ខ្លួនគេផាគាត់ទៅបួសថ្ងៃមួយអ្នកក្លាហានរបាំងមុខវាយពីក្រុងបំផ្លាញពន្ធគេឃើញសម្លៀកបំពាក់ក្រហមប្រឡាក់ឈាមព្រឹកឡើងគេឃើញជ័យវរាដេកអស់កម្លាំងមានស្នាមដាវចន្ទរតនៈសង្ស័យតែសុជាតាជួយយប់ក្រោយអ្នកក្លាហានរបាំងមុខបន្តវាយបង្ហាញថាជ័យវរាមិនមែនខ្មោចឬមនុស្សពីរនាក់សង្គ្រាមជាផ្ទុះស្ដេចចាស់ស្លាប់ចន្ទរតនៈឡើងសោយរាជចាប់សុជាតាដាក់គុកអ្នកក្លាហានរបាំងមុខលេចមុខពេលយប់ចុះបន្ទាយសម្លៀកបំពាក់ក្រហមដាវសម្រិតរបាំងមុខប្រាក់ភ្លឺ